ចាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចាជួបជាមួយអ្នកគ្រូសាជាថ្មីម្ដងទៀតយើងចូលទៅមើលអំពីលំហាត់នៅក្នុងកម្មវិធី Excel របស់យើងបន្តទៀតចាអញ្ចឹងនៅក្នុងលំហាត់នេះចាมันខុសគ្នាប៉ុន្មានពីលំហាត់ម៉ោងមុនទេចាអញ្ចឹងតកតងជាមួយនឹងការគណនាដដែលតែគណនានៅក្នុងនេះរៀងខុសបន្តិចយើងមានពន្ធចាដែលពន្ធនៅក្នុងនេះគឺយើងអត់ទាន់គណនារួចរាល់ទេចាអូខេអញ្ចឹងចំណងជើងនៅលើលំហាត់របស់យើងគឺយើងប្រើប្រាស់នៅ text box ក៏បានក៏ដូចជាប្រើប្រាស់នៅ word art ក៏បានដែលវិធីសាស្ត្រនៅក្នុងការចូលទៅប្រើបងប្អូនចាំអត់ថាយើងចូលកន្លែងណាចាគឺយើងចូលទៅ insert ហើយយើងយកពាក្យថា text នៅខាងស្ដាំនេះហើយយើងទៅរក text box ក៏បានឬក៏ word art ក៏បានគាត់ថា word art គឺជាប្រភេទ style ដែលគេកំណត់រួចរាល់ចាដល់ពេល text box យើងយកទៅវាបានប្រអប់បែបនេះដូចនៅលើលំហាត់នេះអ្នកគ្រូប្រើ text box ចាវាមាននៅ border ហើយវាមាននៅពណ៌សពីក្រោយចាដល់ពេល word art គឺមានតែសឯង background ក៏អត់មានចាហើយ text border នេះក៏អត់មានដែរចាមានតែអក្សរហើយវាមានប្រភេទ style ផ្សេងៗគ្នាទៅស្រឡាញ់មួយណាយកមួយនឹងអូខេអញ្ចឹងតើតើមួយនឹងចំណងជើងចាអញ្ចឹងអ្នកគ្រូអត់អនុវត្តឲ្យមើលឡើងវិញទេតោះយើងទៅមើលតារាងទិន្នន័យរបស់យើងវិញអូខេអញ្ចឹងតារាងទិន្នន័យរបស់យើងគឺទី1តើតើជាមួយនឹងលេខរៀងចា1 2 3 4 5នេះយើងអាចយកខ្លួនឯងបានហើយតែអ្វីដែលប្លែកនៅក្នុងនេះគឺយើងមាននៅការបរិច្ឆេទចាការបរិច្ឆេទនេះរៀងប្លែកទៀតចាខែមុនថ្ងៃហើយបានឆ្នាំចាអញ្ចឹងអត់បញ្ហាទេយើងមាននៅកម្មវិធី Excel ដែលយើងអាចធ្វើការកំណត់បានចង់បានអីមុនក៏បានដែរចាអូខេអញ្ចឹងនៅក្នុងនេះឧទាហរណ៍ថាគេកំណត់យកថ្ងៃខែ9ថ្ងៃទី8ឆ្នាំ2007ចាអញ្ចឹងនៅក្នុងកម្មវិធី Excel ឧទាហរណ៍ថាលើអ្នកគ្រូវាយសិនវាយថ្ងៃចាវាយខែមុនឬថ្ងៃមុនកន្លែងនេះអញ្ចឹងបើយើងវាយខែមុនចាខែ9ចាដាក់អង់គ្លេសមកខែ9ថ្ងៃទី8ចាឆ្នាំ2007យើងអាចវាយចេះបានហើយ enter មើលវាចេញបែបនេះចាចុះបើអ្នកគ្រូដូរដាក់ tray វិញក្នុងនេះ tray ចឹងដូរដាក់ tray វិញមើលហើយយើងដាក់ថា07បានណា enter មើលវាចេញបែបនេះប៉ុន្តែយើងអត់ដឹងថាមួយណាជាថ្ងៃមួយណាជាខែមួយណាជាឆ្នាំទេយើងអត់អាចកំណត់បានទេណាកន្លែងនេះតើយើងចូលទៅមើល format ចាអញ្ចឹងវាចាប់ date ឡើងនេះយើងអាចចូលកន្លែងក្បាលពួរនេះក៏បានដែរចាអូខេអញ្ចឹងក្នុងនេះវាចាប់ខែមុនហើយបានថ្ងៃឃើញអត់ខែមុនហើយថ្ងៃអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងចូលទៅក្នុង custom អូខេនៅក្នុង date នេះគេដាក់ថ្ងៃមុនចាអញ្ចឹងមានន័យថាយើងវាយមិញនេះវាចាប់9នេះគឺថ្ងៃទី9នេះថ្ងៃទី9ខែ8ឆ្នាំ2007ឥឡូវអ្នកគ្រូចង់ format ខ្លួនឯងចាអញ្ចឹងបើយើងចង់ format ខ្លួនឯងឲ្យចេញដូចខែ9ឲ្យចេញ September ហ្មងធ្វើម៉េចទៅចាអញ្ចឹងយើងលុបចោលក្នុងនេះគេចាប់ D នេះគឺតំណាងឲ្យថ្ងៃទីប៉ុន្មានចាអញ្ចឹងអូតូម៉ាទិកថ្ងៃនេះគឺថ្ងៃទី9មិនខែ9ទេចាអញ្ចឹងអ្នកគ្រូចង់ឲ្យវាចេញខែមុនចាខែថ្ងៃហើយបានឆ្នាំដូចគេនេះណាអញ្ចឹងយើងលុបរបស់គេចោលមកខែដើម្បី format ការបរិច្ឆេទខែគឺយើងប្រើអក្សរ M ចា M ម្ដងគឺវាចេញចាខែម៉ានខែ8ចាដោយសារឥឡូវហ្នឹងអ្នកគ្រូកំពុងថតវីដេអូហ្នឹងគឺនៅក្នុងខែ8ថ្ងៃទី26ចាអញ្ចឹងបើយើងដាក់ M ម្ដងគឺថ្ងៃទី8សំទោខែ8បើសិនយើងដាក់ M 2 ដងគឺវាចេញលេខ0មកជំនួសឃើញអត់08ចាចុះបើយើងដាក់3 ដងចាដាក់3 ដងគឺវាចេញ
AUG ចេញអុកចាចុះបើដាក់4ដងគឺចេញខែពេញតែម្ដង August ចានេះគឺវិធីសាស្ត្រនៅក្នុងការកំណត់ការបរិច្ឆេទអញ្ចឹងបើយើងចង់ដាក់ត្រឹមខែទេត្រឹម3អក្សរទេអញ្ចឹងយើងដាក់ A សំទោ M 3ដងចា M 3ដងចុច1ឬក៏សញ្ញាដក1មក D ថ្ងៃទីឬក៏ថ្ងៃអីចឹងណាអញ្ចឹងគឺយើងប្រើអក្សរ D ចា D ម្ដងគឺចេញថ្ងៃទីម៉ានទី9ចុះបើយើងដាក់2ដងចាដោយសារតែទី9គឺវាខ្ទង់រាយអញ្ចឹងបើយើង format វាឲ្យចេញខ្ទង់10គឺវាចេញ0មកជំនួសចាចុះបើយើងដាក់3ដងចាចេញថ្ងៃអីចាថ្ងៃទី9ហ្នឹងត្រូវថ្ងៃអីអញ្ចឹងណាចាអញ្ចឹងក្នុងនេះគឺយើងចង់បានតែធ្វើថ្ងៃទីម៉ាននេះអញ្ចឹងយើងដាក់ D តែ2មកដកមួយទៀតឆ្នាំចុងក្រោយចាអញ្ចឹងឆ្នាំបើយើងដាក់ឆ្នាំគឺអក្សរ Y ចា year ចា Y ម្ដងវាចេញ2ខ្ទង់ចា Y ម្ដងទៀត2ខ្ទង់ដែរឃើញអត់ចា Y 3ដងចេញពេញហ្មងឬក៏យើងដាក់ឲ្យពេញហ្មងទៅ4ដងចាអូខេហើយបន្តមកយើងអូខេមកនេះអញ្ចឹងវាចេញការ format ដោយអ្វីដែលយើងចង់បានហើយនៅពេលដែលយើងវាយចាអញ្ចឹងឥឡូវឧទាហរណ៍នៅគ្រូ format ដល់ Chrome ទៀតដោយសារនេះយើងត្រូវ format ទាំងអស់ហើយយើងមិនមែន format ទៅលើខាងលើមួយហើយទាញមកឯណាគឺ select format ចាចឹងនេះដូចគ្នាយើង select format អ្នកគ្រូ select ប៉ុណ្ណឹងហើយចូលទៅ custom ដាក់អីខ្លះមិញចាអញ្ចឹងយើងចង់បានខែមុនអក្សរអីចាហើយដាក់ម៉ានខ្ទង់ចាខែមុនគឺអក្សរ M ដាក់ម៉ានខ្ទង់គឺដាក់3យើងដោយសារយើងចង់បានឈ្មោះខែចាហើយសញ្ញាដកមួយមកថ្ងៃទីម៉ានចាអញ្ចឹងថ្ងៃអក្សរអីគេចាអក្សរ D ចាដាក់ម៉ានខ្ទង់ដាក់2ខ្ទង់មកចុងក្រោយគឺ Y 4អូខេដាក់ប៉ុណ្ណឹងមកហើយអូខេមកអត់ទាន់មានអីទេត្រូវអត់អញ្ចឹងវាយចូលមកថ្ងៃទីម៉ានបន្តទៀតខែ9ដែរខែ9ថ្ងៃ9 2007អញ្ចឹងវាយអីមុនចាអញ្ចឹងកុំភ្លេចមើលការបច្ឆេទនៅលើកុំព្យូទ័ររបស់យើងនេះវាចាប់អីមុននៅលើកុំព្យូទ័ររបស់យើងណាអញ្ចឹងនៅលើកុំព្យូទ័ររបស់អ្នកគ្រូគឺវាចាប់នៅថ្ងៃមុនអញ្ចឹងគឺយើងវាយតាមម៉ោងតាមថ្ងៃរបស់កុំព្យូទ័រចាយើងវាយថ្ងៃមុនមកឧទាហរណ៍ថ្ងៃ9ខែ9 07បានអត់បានឥឡូវមើលបន្តទៀតថ្ងៃ1ខែ8ចាអញ្ចឹងវាយថ្ងៃមុនណាមិនវាយខែមុនទេព្រោះដោយសារកុំព្យូទ័រអ្នកគ្រូគឺចាប់ថ្ងៃមុនអញ្ចឹងយើងវាយថ្ងៃមុនមកវាស្គាល់ format ហើយចាអញ្ចឹងថ្ងៃទី1ខែ8 2009អញ្ចឹងយើងវាយថ្ងៃទី1ខែ8 2009 enter មើលឃើញត្រូវអត់ត្រូវប៉ុន្តែបើកុំព្យូទ័ររបស់យើងដាក់ខែមុនគឺយើងវាយខែមុនអានេះយើង format ផ្សេងយើងកំណត់ចង់ឲ្យវាបង្ហាញមកបង្ហាញអីមុនផ្សេងណាប៉ុន្តែនៅពេលដែលយើងវាយគឺយើងវាយនេះយើងមើលផ្នែកខាងក្រោមនៃកុំព្យូទ័ររបស់យើងថាតើវា load អីមុនចាដឹកអ្នកគ្រូដាក់ម៉ៅពីលើវាអញ្ចេះវា load ថ្ងៃឃើញអត់នេះថ្ងៃអីថ្ងៃពុធខែ8ឆ្នាំ2026អញ្ចឹងពេលដែលយើងអត់វាយថ្ងៃពុធទេយើងវាយថ្ងៃទីម៉ានអញ្ចឹងកុំព្យូទ័រអ្នកគ្រូវាដាក់ចេះថ្ងៃទី26អុកុស26ចេះនៅលើកុំព្យូទ័រអ្នកគ្រូបងប្អូនអាចមើលទៅកុំព្យូទ័រខ្លួនឯងចេះគេខាងក្រោមហ្នឹងវាបង្ហាញហើយអញ្ចឹងនៅពេលដែលយើងចានៅពេលដែលយើងវាយកន្លែងនេះក៏យើងវាយថ្ងៃមុនដែរយើងអត់វាយខែមុនទេអញ្ចឹងយើងមើលតទៀតមកថ្ងៃទី4ខែ2 2003អញ្ចឹងគឺយើងវាយ4 203 enter ឃើញអត់តើអញ្ចឹងបានត្រូវចា
អូខេអញ្ចឹងសម្រាប់ការបច្ឆេទអ្នកគ្រូសូមបង្ហាញប៉ុណ្ណឹងចាតោះយើងទៅមើលលំហាត់របស់យើងបន្តទៀតអញ្ចឹងលំហាត់របស់យើង description នេះគឺតកតងមួយនឹងប្រភេទផលិតផលទៀតដែរប៉ុន្តែផលិតផលរបស់យើងកន្លែងនេះគឺជាប្រភេទគ្រឿងអេឡិចត្រូនិកចាមាន JVC Panasonic ចានេះអាចជាប្រភេទទូទឹកកកប្រភេទនេះដូចនេះសាបអញ្ចឹងដូចប្រភេទឆ្នាំងបាយអីចឹងណាចាវាមានច្រើនប្រភេទគ្រឿងអេឡិចត្រូនិកអាចជាប្រភេទទូទឹកកកក៏ដូចជាមានជាប្រភេទspeaker អីចឹងណាអញ្ចឹងនេះអ្នកគ្រូអត់ដឹងថាជាប្រភេទអីដែរតែវាមាន brand វាអញ្ចឹងណា brand Panasonic Sharp National Sony Philips អីចឹងទៅចាអញ្ចឹងអានេះដឹងប្រភេទផលិតផលហើយ quantity ឡើយនេះគឺបរិមាណចាហើយ cost តម្លៃជាទូទៅតម្លៃនេះគឺតម្លៃក្នុងមួយ unit ចឹងដើម្បីរក amount យើងត្រូវធ្វើអីយកអីធ្វើអីចាហើយកន្លែងនេះគឺតាក់ចឹងមានន័យយើងរក amount ឃើញហើយបានយើងយកវាមកគុណឲ្យចេញជាតាក់ហ្នឹងគឺ 10% ហើយកន្លែងនេះគឺ total cost ចាអញ្ចឹង total cost កន្លែងនេះខុសពីលំហាត់មុនចាមានន័យថាពេលដែលយើងរក amount ឃើញហើយតោះមកយើងរកពន្ធ 10% នៃ amount ហ្នឹងស្មើប៉ុន្មានហើយ total កន្លែងនេះគឺសរុបទាំង amount ជាមួយនឹងតាក់ចឹងអត់ដកឯណាគឺបញ្ចូលគ្នាចាអូខេតោះអញ្ចឹងទៅមើលប្រធានលំហាត់តិចមកនៅក្នុងនេះអ្នកគ្រូបញ្ជាក់ថា relative reference ចា relative reference កន្លែងនេះដូចយើងកណនាហើយជួរទី1យើងទាញវាទៅជួរបន្ទាប់ទៀតដោយយើងអត់ធ្វើការកណនាក៏ដូចជាអត់មានអីប្រែប្រួលទេវាកណនាទៅដូចជួរទី1ដែរចឹងអានឹងគឺយើងហៅថាសំទោវាប្រែប្រួលទៅលើអាសយដ្ឋានទី1ចាដោយវាយោងអាសយដ្ឋានទី1ហ្នឹងអានឹងយើងហៅ relative reference ចាបន្តិចទៀតយើងអាចនឹងចូលទៅ absolute តែឥឡូវយើងមើល relative សិនអូខេតោះអញ្ចឹងដើម្បីរក amount កន្លែងនេះយើងយកអីធ្វើអីចានេះចូលកណនាទឹកប្រាក់តាមទំនិញនីមួយៗ amount តើមកចូលកណនាថ្លៃពន្ធទំនិញនីមួយៗតាក់ចូលកណនាទឹកប្រាក់សរុបគិតទាំងថ្លៃពន្ធនេះឃើញអត់ទឹកប្រាក់សរុបកន្លែងនេះគឺ total cost ដែលគិតទាំងថ្លៃពន្ធចាអញ្ចឹងមិនមែនដកថ្លៃពន្ធចេញទេគឺបន្ថែមនៅថ្លៃពន្ធមានន័យថាយក amount បូកជាមួយនឹងថ្លៃពន្ធអូខេតើ amount កន្លែងនេះយើងយកអីធ្វើអីបានឃើញនេះគេទិញ JVC ទិញប៉ុន្មានទិញ10តម្លៃរបស់វា1,400ចុះ10ស្មើប៉ុន្មានយកអីធ្វើអីបានឃើញតម្លៃកន្លែងនេះចាគុណដដែលទេចាអញ្ចឹងពេលខ្លះអ្នកខ្លះគាត់ច្រឡំ total ឬក៏ amount នេះយកបូកចាយើងមើលប្រធានផងចាមិនចេះតែមិនពេលខ្លះមិនចេះតែគុណរហូតហើយពេលខ្លះមិនចេះតែបូករហូតទេណាចាអូខេតោះអញ្ចឹងយើងដាក់សញ្ញាស្មើមកគឺយើងយកបរិមាណទាំងអស់គុណជាមួយនឹង cost ទឹកលុយហ្នឹងចាហើយ enter មើលចាអញ្ចឹង1,400ចុះ10ម៉ានចាអញ្ចឹងយក10គុណនឹង400មកឃើញ4,000អញ្ចឹងយើងធ្វើការទាញទៅក្រោមតែម្ដងក្នុង Excel ស្រួលមែនតើចាអញ្ចឹងបានអ្នកគ្រូជំរុញឲ្យយើងរៀន Excel ឲ្យចេះនេះអញ្ចឹងការកណនាបែបនេះគឺយើងហៅថា relative មានន័យថាវាច្រឡងរូបមន្តនៅជួរខាងលើទៅជួរបន្ទាប់ទៀតគឺវាប្រែប្រួលទៅតាមជួរនីមួយៗអញ្ចឹងមានន័យថា relative នេះគឺវាប្រែប្រួលអាសយដ្ឋានក្រឡាប្រែប្រួលដោយយោងទៅលើអាសយដ្ឋានទី1មកដល់អាសយដ្ឋានទី2គឺវាយកអានឹងគុណដែរចាឃើញដល់ជួរទី1អត់ជួរទី1គឺយើងយក10គុណនឹង400ចាដល់ពេលជួរទី2គឺវាយក20គុណនឹង300ចាប៉ុន្តែក្នុងនេះគឺមិនមែនយើងវាយលេខចូលទេគឺយើងវាយអាសយដ្ឋានរបស់ក្រឡានឹងចូលចាអូខេចាអញ្ចឹងបងប្អូនច្បាស់ជាឆ្ងល់ថាហេតុអីបានអ្នកគ្រូប្រើតែគុណរហូតហ្នឹងចង់ដឹងថាតើគុណមានរូបមន្តអត់មានចាអញ្ចឹងបើសិនបើយើងអត់ចង់ប្រើសញ្ញាគុណទេយើងមានវិធីមួយទៀតគឺយើងប្រើរូបមន្តដូចរូបមន្តសម្រាប់បូករហផលបូកអញ្ចឹងយើងប្រើសាំត្រូវអត់ចាដល់ពេលមកគុណវិញក៏យើងមានរូបមន្តដែរអញ្ចឹងអានេះមើលឲ្យមកស្មើប៉ុន្មាន4000ត្រូវអត់ឥឡូវអ្នកគ្រូដូរប្រើរូបមន្តវិញ
ចាអញ្ចឹងយើងប្រើរូបមន្តមួយដែលមានឈ្មោះថា product នេះឥឡូវយើងឃើញថាវាកំពុង select ខុសអញ្ចឹងអ្នកគ្រូប្រើ arrow key មកក្រោមដើម្បី select រូបមន្ត product អញ្ចឹង select ប៉ុណ្ណឹងហើយយើងចុច tab មកដើម្បីបានរូបមន្តនឹងចានេះអញ្ចឹងនៅក្នុង syntax របស់ product ទី1គឺមាននៅ num1 យើងបើកវងកញ្ចក់មក number 1 number 2 number 3ដូចបូកដែរទេអត់បញ្ហាដូចគ្នាអត់អីទេអញ្ចឹងនេះគឺយើងអាចធ្វើការទាញទាំងពីរនេះក៏បានដែរ product D7 ដល់ E7 ហើយតមកយើងបិទវងកញ្ចក់មកចាហើយ enter ឃើញដូចគ្នាអត់ចាដូចគ្នាទៅនឹងប្រើសញ្ញាគុណដែរទេចាអញ្ចឹងយើងធ្វើការទាញមកចារួចរាល់នេះវាគុណតាមជួររបស់វានីមួយៗប៉ុន្តែមួយទៀតបងប្អូនអាចនឹងឆ្ងល់ចុះបើសិនជាយើងដាក់ក្បៀសចេះបានអត់ product ក្បៀស E7 បានអត់ចាបានដូចគ្នាអូខេតោះប្រើមួយណាក៏បានដែរឲ្យទៅត្រូវចិត្តខុសអូខេតោះតាក់ 10% ដើម្បីរទឹកលុយ 10% នៃ 4000 យើងធ្វើម៉េចចាស្តៀងលំហាត់មុនដែរទេអ្នកគ្រូចាំថាយើងធ្លាប់ធ្វើលំហាត់ដូចមុនដែរចាចុះ 4000 គុណនឹង 10%ចាអញ្ចឹងស្មើ 4000 គុណនឹង 10%យ៉ាសំទោសចាហើយ enter មើលចាអញ្ចឹង 10% នៃ 4000 គឺ 400អញ្ចឹងទាញវាមករួចចា total cost យកអីធ្វើអីចាចូលគណនាទឹកប្រាក់សរុបដែលគិតទាំងថ្លៃពន្ធចាអញ្ចឹងមានន័យថាយើងទៅទិញ JVC នេះ10តម្លៃ1400គុណទៅឃើញ4000ហើយតាក់នៅលើ amount ហ្នឹងគឺ$400ទៀតគ្រាន់តែពន្ធហ្នឹងគឺ 10% ចាអញ្ចឹងយើងត្រូវបង់ប៉ុន្មានចាអញ្ចឹងយើងយកថ្លៃដើមបូកនឹងពន្ធទៀតត្រូវអត់ចាអញ្ចឹងយើងស្មើចាសាំនៃ amount ជាមួយនឹងតាក់ចាហើយ enter មកចាហើយទាញវាច្រោកមកឃើញទេរួចរាល់សម្រាប់លំហាត់ចាតាក់ calculation អូខេអញ្ចឹងសរុបមកវិញនៅក្នុងលំហាត់នេះទី1គឺបងប្អូនចេះនៅក្នុងការ format នៅការបរិច្ឆេទចាហើយទី2គឺបងប្អូនចេះនៅការគណនា amount ចាភាគរយនៃតាក់ជាមួយនឹង total cost ទឹកលុយសរុបដែលយើងគិតចូលទាំងថ្លៃពន្ធចាអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះជាប្រយោជន៍ទៅដល់បងប្អូននៅក្នុងការយកចំណេះដឹងនៅក្នុងវីដេអូនេះទៅអនុវត្តនៅក្នុងលំហាត់ក៏ដូចជាការងារប្រចាំថ្ងៃរបស់បងប្អូនឲ្យកាន់តែល្អប្រសើរចា៎អ្នកគ្រូសូមអរគុណសូមជម្រាបលា